សិក្ខាកាម149រូបទទួលបានវិញ្ញាបនបត្រក្នុងវគ្គអប់រំនយោបាយជំនាន់ទី28នៅស្នាក់ការគណបក្សប្រជាជនកម្ពុជាខេត្តស្ទឹងត្រែងចូលរួមផ្សព្វផ្សាយព័ត៌មានពិតដើម្បីបន្សាបព័ត៌មានคล้ายៗនារសៀលថ្ងៃទី25ខែមករាឆ្នាំ2026ឯកឧត្តមសសុពុត្រាសមាជិកគណៈកម្មាធិការកណ្ដាលនិងជាប្រធានគណៈកម្មាធិការគណបក្សខេត្តស្ទឹងត្រែងបានអញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គអប់រំនយោបាយចំនួនទី28របស់គណបក្សប្រជាជនកម្ពុជាខេត្តស្ទឹងត្រែងក្នុងពិធីបិទវគ្គអប់រំនយោបាយដដែលនោះគឺមានការអញ្ជើញចូលរួមពីឯកឧត្តមឈៀងឡាក់សមាជិកគណៈកម្មាធិការកណ្ដាលអនុប្រធានគណៈបក្សខេត្តឯកឧត្តមលោកជំទាវប្រធានអនុប្រធានសមាជិកគណៈអចិន្ត្រៃយ៍បក្សខេត្តថ្លែងក្នុងពិធីបិទវគ្គអប់រំនយោបាយឯកឧត្តមសសុពុត្រាបានវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់គណៈឃោសនាអប់រំនៃគណៈបក្សខេត្តនិងការចូលរួមយ៉ាងសកម្មរបស់សិក្ខាកាមទាំងអស់ព្រមទាំងបានជំរុញឲ្យមន្ត្រីគណៈបក្សគ្រប់លំដាប់ថ្នាក់យកចំណេះដឹងដែលទទួលបានពីវគ្គអប់រំនយោបាយនេះទៅអនុវត្តជាក់ស្ដែងនៅតាមមូលដ្ឋានរបស់ខ្លួនឲ្យមានប្រសិទ្ធភាពខ្ពស់សម្ដៅពង្រឹងសាមគ្គីភាពផ្ទៃក្នុងគណៈបក្សកសាងអង្គការចាត់តាំងគណៈបក្សឲ្យកាន់តែរឹងមាំនិងបម្រើផលប្រយោជន៍ជូនប្រជាពលរដ្ឋនិងសង្គមជាតិឲ្យបានល្អប្រសើរថែមទៀតឯកឧត្តមសសុពុត្រាបានផ្ដាំផ្ញើដល់សិក្ខាកាមគ្រប់រូបក៏ដូចជាសមាជិកសមាជិការបស់គណៈបក្សទាំងមូលសូមរួមសាមគ្គីគ្នាជាធ្លុងមួយជុំវិញការដឹកនាំរបស់គណៈបក្សដែលមានសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនជាប្រធានគណៈបក្សប្រជាជនកម្ពុជានិងមានសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតជាអនុប្រធានគណៈបក្សនិងជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាដើម្បីបន្តវេនដឹកនាំការពារកសាងនិងអភិវឌ្ឍប្រទេសជាតិយើងឲ្យរីកចម្រើនជឿនលឿនទៅមុខជាដរាបឯកឧត្តមអុកធីវីសមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការគណៈបក្សខេត្តនិងជាប្រធានគណៈឃោសនាអប់រំនៃគណៈកម្មាធិការគណៈបក្សខេត្តស្ទឹងត្រែងបានគូសបញ្ជាក់ថាតាមរយៈការរៀនសូត្រសិក្ខាកាមបានវាយតម្លៃខ្ពស់ចំពោះសារៈប្រយោជន៍នៃការអប់រំនយោបាយដែលខ្លួនទទួលបាននៅពុទ្ធិថ្មីៗបន្ថែមទៀតទាំងខាងទ្រឹស្ដីការអនុវត្តជាក់ស្ដែងដែលពាក់ព័ន្ធខ្លឹមសារនៃមេរៀននិងរបាយការណ៍នីមួយៗក៏ដូចជាការលើកកម្ពស់នៅការយល់ដឹងអំពីគោលបំណងនិងឧត្តមគតិរបស់គណៈបក្សអំពីគោលការណ៍គោលនយោបាយសំខាន់មួយចំនួននិងបទពិសោធន៍នៃការដឹកនាំរបស់គណៈបក្សនិងរាជរដ្ឋាភិបាលព្រមទាំងការយល់ដឹងអំពីសភាពការទូទៅនិងភារកិច្ចរបស់គណៈបក្សក្នុងដំណាក់កាលបច្ចុប្បន្នជាលទ្ធផលនៃវគ្គអប់រំនយោបាយរយៈពេល2ថ្ងៃនេះសិក្ខាកាមបានបង្ហាញការយល់ដឹងបានល្អចំនួន 80%ការយល់ដឹងបានល្អបង្គួរចំនួន 15% និងមានការយល់ដឹងក្នុងកម្រិតមធ្យមចំនួន 5%សិក្ខាកាមដែលបានមកបំពេញការសិក្សាពេញលេញទទួលបានវិញ្ញាបនបត្រក្នុងវគ្គអប់រំនយោបាយមានចំនួន149រូបនៃចំនួន150រូបការប្រើប្រាស់គ្រឿងញៀនគឺបំផ្លាញជីវិតខ្លួនឯងក្រុមគ្រួសារនិងសង្គមជាតិ